បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបាទសវត្ថនឹងចែករំលែកនៅការសន្ទនាខ្លីមួយទាក់ទងជាមួយនឹងការបើកគណនីធនាគារ Conversation opening a bank account. Good morning. I would like to open a bank account. អរុនសួស្តីណា Good morning. Would like to បាទត្រូវការខ្ញុំត្រូវការបើកគណនីធនាគារ Bank account គឺគណនីធនាគារGood morning អរុនសួស្តី Certainly ពិតជាបានប្រកបណាស់ May I see your ID please សូមអនុញ្ញាតឲ្យខ្ញុំមើលអត្តសញ្ញាណប័ណ្ណរបស់អ្នកបន្តិច ID អត្តសញ្ញាណប័ណ្ណ Yes here is my ID card បាទឬក៏ចាពិតជាបាននេះគឺជាអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំ Thank you អរគុណ What type of account would you like what type of គឺប្រភេទអញ្ចឹងប្រភេទនៃគណនីដែលអ្នកត្រូវការគឺប្រភេទអី I would like a savings account ខ្ញុំត្រូវការគណនីសន្សំ Great ពិតជាល្អណាស់ប្រសើរណាស់ Please fill out this application form Okay fill out បំពេញ application form គឺទម្រង់ស្នើដាក់ស្នើណាបាទឬក៏ទម្រង់បែបបទនឹងឯងបាទ Sure ពិតជាបានប្រកាសណាស់ Is there a minimum deposit Is there a minimum deposit បាទ minimum ហ្នឹងគឺអបបរមាយ៉ាងតិចណាហ្នឹងហើយហើយ deposit គឺប្រាក់តម្កល់បាទប្រាក់តម្កល់ deposit The minimum deposit is $10 ប្រាក់តម្កល់ជាអបបរមាគឺ$10That's fine ល្អណាស់ក៏ប្រសើរណាស់ Thank you for your help អរគុណសម្រាប់ការជួយរបស់អ្នក You're welcome មិនអីទេឬក៏អ្នកគួរសមពេកហើយ Your account will be ready shortly គណនីរបស់អ្នកនឹងរួចរាល់ក្នុងរយៈពេលឆាប់នេះឬក៏ក្នុងរយៈពេលដ៏ខ្លីពាក្យពិបាក difficult words bank account គណនីធនាគារ certainly ពិតជាបានជាការពិតណាស់ ID ឬស្មើពាក្យថា identification card អត្តសញ្ញាណប័ណ្ណ type of account ប្រភេទគណនី savings account គណនីសន្សំ application form ទម្រង់ពាក្យស្នើសុំ fill out បំពេញ minimum deposit ប្រាក់តម្កល់អបបរមា deposit ប្រាក់តម្កល់ shortly ក្នុងពេលឆាប់នេះបាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសវត្ថនឹងចែករំលែកនៅប្រយោគសំណួរនិងចម្លើយទៅកាន់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងយើងចាប់ផ្ដើមតែម្ដង 20 questions and answers សំណួរ20និងចម្លើយ What time do you usually wake up on weekdays ធម្មតាអ្នកភ្ញាក់ពីគេងនៅថ្ងៃធ្វើការនៅម៉ោងប៉ុន្មាន I usually wake up at 6:30 in the morning to prepare for work ជាធម្មតាខ្ញុំភ្ញាក់ពីគេងនៅម៉ោង 6 កន្លះនៅពេលព្រឹកដើម្បីរៀបចំទៅធ្វើការ 2 How do you usually go to work ជាធម្មតាតើអ្នកទៅធ្វើការដោយរបៀបណាតាមវិធីណា I normally go to work by motorbike because it is fast and convenient ជាធម្មតាខ្ញុំទៅធ្វើការតាមដោយជិះម៉ូតូបាទដោយជិះម៉ូតូពីព្រោះតែវាលឿនហើយនឹងងាយស្រួលធ្វើដំណើរណាហ្នឹងហើយ What do you often do after work តើជារឿយៗអ្នកធ្វើអ្វីបន្ទាប់ពីចប់ការងារ After work I usually relax watch videos or spend time with my family បន្ទាប់ពីចប់ការងារខ្ញុំជាធម្មតាខ្ញុំសម្រាប់មើលវីដេអូចំណាយពេលជាមួយគ្រួសាររបស់ខ្ញុំ 4 Do you enjoy your current job why or why not តើអ្នករីករាយជាមួយនឹងការងារថ្មីឬក៏ការងារបច្ចុប្បន្នរបស់អ្នកឬទេហេតុអ្វីឬក៏ហេតុអីមិនចូលចិត្តមិនរីករាយ Yes I do because I can learn new skills and meet different people every day គឺរីករាយជាមួយនឹងការងាររបស់ខ្ញុំថ្មីហ្នឹងការងារថ្មីរបស់ខ្ញុំហ្នឹង
ពីព្រោះតែខ្ញុំអាចរៀននៅជំនាញថ្មី new skill ជំនាញថ្មីហើយនឹងជួបណា different people មនុស្សផ្សេងដទៃទៀតជារៀងរាល់ថ្ងៃ every day បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសវត្ថនឹងចែករំលែកនៅប្រយោគការសន្ទនាខ្លីមួយទាក់ទងជាមួយនឹង traffic jam មានន័យថាការស្ទះចរាចរណ៍តោះអញ្ចឹងចាប់ផ្ដើមតែម្ដងអូខេអញ្ចឹងការសន្ទនានេះរវាង Tom ហើយនឹង Jack Tom និយាយថា Hi Jack why are you so late today សួស្តី Jack ថ្ងៃនេះហេតុអ្វីបានជាអ្នកមកយឺតម្ល៉េះ Jack និយាយថា Sorry Tom សុំទោសផង Tom I was stuck in a terrible traffic jam stuck នេះគឺជាប់គាំងហ្នឹងបងប្អូនជាប់គាំងខ្ញុំជាប់គាំងនៅក្នុងកន្លែងដែលមានភាពស្ទះចរាចរណ៍ដ៏អាក្រក់យ៉ាប់យ៉ឺន Where did the traffic jam happen តើការស្ទះចរាចរណ៍កើតឡើងនៅទីណានៅកន្លែងណាបាទ happen គឺកើតឡើង traffic jam ការស្ទះចរាចរណ៍ It was on the main road near the market គឺវាស្ថិតនៅលើផ្លូវធំបាទ main road ផ្លូវធំនៅក្បែរផ្សារ near the market What caused the traffic jam បាទខនេះគឺបណ្ដាលឲ្យឬក៏បណ្ដាលឲ្យមានមូលហេតុបណ្ដាលឲ្យមានការស្ទះចរាចរណ៍ហ្នឹងគឺមកពីអី A broken down truck was blocking one lane broken នេះខូច broken down ខូចបាទមិនដំណើរការមានន័យថាឡានដឹកទំនិញខូចគឺរារាំងណា blocking ហ្នឹងបិទខ្ទប់ឬក៏រារាំងនៅលើផ្លូវមួយកន្លងណាកន្លងផ្លូវមួយ lane គឺកន្លងផ្លូវ I hope the road is clear now សង្ឃឹមថាផ្លូវនោះគឺមានភាពស្រឡះឡើងវិញណា clear ហ្នឹងគឺស្រឡះល្អឡើងវិញអត់ស្ទះណាហ្នឹងហើយ Yes it is ពិតមែនហើយ I will leave home earlier next time លើក្រោយខ្ញុំនឹងចេញពីផ្ទះឲ្យបានលឿនឲ្យបានឆាប់ជាងនេះបាទអញ្ចឹងយើងមានពាក្យពិបាក difficult words stuck terrible traffic jam happen main road main cause broken down truck block lane បាទអរគុណច្រើនបងប្អូនជួបគ្នាឱកាសក្រោយបាទអាចចែករំលែកនៅមេរៀននេះទៅកាន់មិត្តភ័ក្តិបងប្អូនផងដែរសម្រាប់បងប្អូនដែលចង់រៀនភាសាអង់គ្លេសតាមអនឡាញថ្នាក់សន្ទនាបាទសូមតាក់ទងមកកាន់លេខទូរស័ព្ទខាងលើបាទសូមអរគុណច្រើន